បំបាញ់សម្បុកក្រុមចៅប្លន់ក្មេងខ្ចីអាវុធហត្ថក្រុងប៉ោយប៉ែនបង្ក្រាបក្មេងទំនើង11នាក់ព្រមទាំងដកហូតអាវុធកែច្នៃក្រោយធ្វើសកម្មភាពដេញកាំប្លន់យកម៉ូតូមិនបានសម្រេចខេត្តបន្ទាយមានជ័យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែនបានបើកប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបក្រុមក្មេងទំនើងដេញកាប់ម៉ូតូយ៉ាងក្តៅគគុងដោយឃាត់ខ្លួនជនសង្ស័យបានចំនួន11នាក់ជាបន្តបន្ទាប់ក្រោយធ្វើសកម្មភាពដេញកាប់ប្លន់ម៉ូតូពីប្រជាពលរដ្ឋមិនបានសម្រាញ់កាលពីយប់រំលងអាធ្រាត្រថ្ងៃទី7ខែមេសាឆ្នាំ2026ហេតុការណ៍នេះបានកាត់ឡើងនៅវេលាម៉ោង 1:50 នាទីរំលងអាធ្រាត្រនៅចំណុចមុខវត្តទួលពង្រោតាមបណ្ដោយផ្លូវជាតិលេខ58ក្នុងសង្កាត់អូរស័យក្រុងប៉ោយប៉ែនក្រុមជនសង្ស័យមានគ្នា11នាក់ជិះម៉ូតូ4គ្រឿងបានដេញតាមកាប់ជនរងគ្រោះឈ្មោះភឹមសំណាងដែលកំពុងដឹកប្រពន្ធកូនតាមម៉ូតូក្នុងគោលបំណងប្លន់យកម៉ូតូស៊េរីឆ្នាំ2025តែមិនបានសម្រេចភ្លាមក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋលោកអនុស្នេហ៍ឯងតលតៃលាវមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែនបានដឹកនាំកម្លាំងចុះទៅដល់កន្លែងកាត់ហេតុដោយផ្ទាល់និងឃាត់ខ្លួនជនសង្ស័យបានចំនួន2នាក់ជាបឋមរួមមាន1ឈ្មោះវណ្ណរតនាហៅធីអាយុ22ឆ្នាំ2ឈ្មោះវណ្ណៈណាវិនអាយុ16ឆ្នាំតាមការស្រាវជ្រាវពង្រីកមុខសញ្ញានិងវត្ថុតាងដកហូតតាមរយៈវិធានការជំនាញនិងការសាកសួរចម្លើយនៅរសៀលថ្ងៃដដែលកម្លាំងអាវុធហត្ថបានបន្តស្រាវជ្រាវយ៉ាងស្វាហាប់រហូតឈានដល់ការឃាត់ខ្លួនបកពួកចំនួន9នាក់បន្ថែមទៀតដែលមានអាយុចន្លោះពី14ឆ្នាំដល់18ឆ្នាំក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតបានកាំបិតផ្គាក់មួយដើមប្រវែង72សង់ទីម៉ែត្រនិងកាំបិតកែច្នៃមួយដើមប្រវែង115សង់ទីម៉ែត្រមធ្យោបាយម៉ូតូចំនួន4គ្រឿងសូមសរសើរចំពោះចំណាត់ការច្បាំសកម្មភាពបង្ក្រាបយ៉ាងរហ័សនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់កម្លាំងអាវុធហត្ថក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីប៊ុនបិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងមានការសម្របសម្រួលពីឯកឧត្តមកើតវណ្ណារ៉េនព្រះរាជអាជ្ញាអមសាលាដំបងខេត្តការឆ្លើយតបទាន់ពេលវេលានេះមិនត្រឹមតែបានឃាត់ខ្លួនជនល្មើសប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានពង្រឹងនៅទំនុកចិត្តយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពបច្ចុប្បន្នជនសង្ស័យទាំង11នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី9ខែមេសាឆ្នាំ2026ដើម្បីអនុវត្តនីតិវិធីច្បាប់សម្រួលអត្ថបទដោយលោកមុតចត្រាប្រមាញ់ជាដែន